បាទសួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមបង្ហាញនៃរឿងពិតមួយរបស់អ៊ំរបស់ខ្ញុំហ្នឹងគាត់ឈ្មោះអ៊ំខួនបាទគាត់គឺជាទាហានជើងចាស់ម្នាក់ក្នុងឆ្នាំ1960គាត់បានរៀបរាប់ពីដំណើររឿងដែលគាត់បានជួបប្រទះហ្នឹងមកប្រាប់ខ្ញុំកាលនៅខ្ញុំនៅតូចណាគាត់បានប្រាប់ពីអនុភាពនៃចែកកាច់ដែលគាត់បានមកពីព្រៃមួយកន្លែងមុនពេលមានសង្គ្រាមក្នុងឆ្នាំ1970រហូតដល់1975កាលនោះគាត់នឹងគ្នារបស់គាត់ប្រមាណពី5ទៅ6នាក់ក្នុងនោះក៏មានគាត់ម្នាក់ដែរដែលគាត់បានទៅជាមួយគ្នាណាពួកគាត់ទាំង5នាក់ឈ្មោះមិត្តសានមិត្តធីងមិត្តយ៉ាមិត្តរីនិងមិត្តសៅគាត់បានដើរទៅព្រៃជ្រៅមួយកាលនៅសម័យនោះនៅប្រទេសយើងសម្បូរព្រៃក្រាស់ណាស់និងមានភាពអាថ៌កំបាំងខ្លាំងណាស់បាទដោយសារគ្នាគាត់នឹងសុទ្ធតែមានអាវុធរៀងខ្លួនដើម្បីការពារណានៅក្នុងដៃដូចជាចំពោះទង់កូនកំបិតកាំភ្លើងនិងគ្រឿងការពារផ្សេងៗទៀតតែពួកគាត់យកទៅតាមខ្លួនពេលដែលពួកគាត់ដើរទៅដល់ពាក់កណ្ដាលព្រៃជ្រៅមួយនៅជិតទល់ដែនខ្មែរថៃពួកគាត់ទាំងអស់គ្នានឹងក៏បានឈប់សម្រាកយកកម្លាំងដោយសារធ្វើដំណើរឆ្ងាយផងហត់ផងម្នាក់ក៏អស់កម្លាំងដែរស្របពេលផ្ទៃមេឃក៏ចាប់ផ្ដើមងងឹតហើយពួកគាត់ទាំងអស់គ្នាក៏ចាត់ចែងគ្នាដើម្បីខ្លះទៅរកអាហារខ្លះទៀតទៅបង្កាត់ភ្លើងបាទទៅរកអុសដើម្បីយកមកពពួកភ្លើងដើម្បីអុជការពារមូសនិងសត្វព្រៃកាច់សាហាវអញ្ចឹងទៅបាទហើយនឹងការពារអមនុស្សមួយចំនួនផងដែរដោយសារក្នុងព្រៃជ្រៅយើងត្រូវតែឲ្យយើងនឹងរហ័សរហួនបន្តិចអញ្ចឹងណាគ្នាគាត់ពីរនាក់ឈ្មោះមិត្តសាននិងមិត្តសៅហ្នឹងក៏បានទៅរកអាហារហើយមកវិញគឺគាត់បាននៅក្នុងដៃរបស់គាត់ហ្នឹងគឺបានសិតតែសត្វព្រៃបាទតែគាត់ក៏បានយកសត្វព្រៃទាំងអស់នោះទៅដុតឆៃទាំងអស់គ្នាទៅក្រោយពេលបានបរិភោគរួចពួកគាត់ទាំង6នាក់ក៏បានដាក់វេនគ្នាដើម្បីបាទយាមដើម្បីការពារគ្នាទៅវិញទៅមកកុំឲ្យមានសត្វកាច់សាហាវឬក៏សត្វព្រៃឬក៏អមនុស្សអីមកយីបន្តិចក្រោយមកស្រាប់តែគ្នាគាត់ម្នាក់នោះមិត្តសាននោះក៏បានឈឺពោះបាទអ្នកដែលយាមមុនគេហ្នឹងគឺមិត្តសាននិងមិត្តសៅហ្នឹងដែលគាត់បានទៅអាហារហ្នឹងមិត្តសានហ្នឹងក៏គាត់បានឈឺពោះដោយសារគាត់បានញ៉ាំច្រើនអីចឹងណាហើយក៏អាការៈគាត់មិនស្រួលចឹងទៅហើយមិត្តសៅក៏និយាយថាគ្នាឈឺពោះណាស់ប្រហែលជាគ្នាស៊ីច្រើនហើយចឹងគ្នាសុំទៅដោះទុកសត្វនៅព្រៃចិត្តនេះសិនហើយនិយាយរួចគាត់ក៏ដើរចូលព្រៃដើម្បីទៅបត់ជើងទៅមួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងខ្លាក្រហឹមនិងមានសំឡេងស្រែកចេញពីព្រៃពេលនោះហើយគ្នាគាត់ទាំងអស់ក៏បានភ្ញាក់ដាក់គ្នាភ្ញាក់ពីនឹងទាញកំភ្លើងដើម្បីទុកការពារខ្លួនហើយមិត្តសានដែលបានទៅនោះដោះទុកសត្វនោះគឺមិនទាន់ឃើញមកវិញទេគ្នាគាត់ទាំងអស់គ្នាក៏បានស្វែងរកគាត់ជាអកុសលគាត់ក៏បានស្លាប់ទៅដោយខ្លាចាប់ហែកស៊ីសល់តែក្បាលនឹងដៃមួយចំហៀងតែប៉ុណ្ណោះបន្ទាប់ពីគាត់បានស្លាប់ទៅហើយពួកគាត់ទាំងអស់គ្នាហ្នឹងក៏បានឡើងទៅដេកនៅលើដើមឈើប៉ុន្តែពួកគាត់ទាំងអស់គ្នាមិនបានដេកលក់ទេដោយសារចាំមើលថាតើមានខ្លាវាបានចេញមកម្ដងទៀតឬក៏អត់ពេលព្រលឹមស្រាងពួកគាត់ទាំងអស់គ្នានឹងក៏បានចុះពីលើដើមឈើហើយក៏នាំគ្នាដើរសម្ដៅទៅកន្លែងដែលមិត្តគាត់ត្រូវបានខ្លាចាប់ហែកហ្នឹងដើម្បីយកបំណែកសាកសពនៃខ្លាហែកនោះយកទៅបញ្ចុះនៅម្ដុំនោះតែម្ដងកុំឲ្យសល់សាកសពអញ្ចឹងគឺវាអត់ល្អអញ្ចឹងណាបាទដោយសារគាត់ជាមនុស្សដែរអញ្ចឹងហើយណាមួយមិត្តរួមដំណើរជាមួយគ្នាទៀតបន្
តបពីមកបន្ទាប់មកពួកគាត់ទាំងអស់គ្នាក៏បានធ្វើដំណើរទៅដល់ទីតាំងដែលពួកគាត់ចង់រកបាទដល់ទីតាំងដែលគាត់ចង់រកគឺជាកន្លែងព្រៃដែលមានសាកសពទាហានច្រើនដែលសល់ពីការប្រយុទ្ធគ្នាពួកគាត់ទាំងអស់គ្នាហ្នឹងក៏បាននាំគ្នាដុតព្រៃនៅម្ដុំនោះដើម្បីឲ្យវាវាលងាយស្រួលក្នុងការបោះជំរំប៉ុន្តែមួយរំពេចនោះអំខួនក៏បានទៅដុតប៉ះព្រៃមួយកន្លែងហ្នឹងគឺព្រៃមួយកន្លែងហ្នឹងគឺវាមានដើមឈើរាងធំល្មមអញ្ចឹងណាប៉ុន្តែដើមឈើមួយហ្នឹងគឺវាប្លែកជាងគេគឺដុតអត់ឆេះសោះមានន័យថាគាត់ឆ្ងល់ហេតុអីបានដុតចាក់សាំងដុតស្អីផងក៏មិនឆេះបាទគាត់ក៏ដើរទៅចិត្តមើលដើម្បីទៅមើលហេតុអីបានដុតមិនឆេះស្រាប់តែគាត់ឃើញចែមួយមិនដឹងទីចែអីទេចែដំរីក៏ចែជ្រូកព្រៃក៏អីទេបាទវាដោតជាប់ទៅនឹងដើមឈើនោះគាត់ក៏បានដកទុកទៅបន្ទាប់មកដើមឈើនោះគាត់បានដុតឆេះទៅរំលងប្រហែលជាបានមួយខែក៏មានសង្គ្រាមម្ដងទៀតនៅទីតាំងដែលពួកគាត់បានស្នាក់នៅជាមួយគ្នារបស់ពួកគាត់នោះក៏បានផ្លាស់ទីទៅដល់ខេត្តព្រះវិហារដើម្បីទៅប្រយុទ្ធជាមួយនឹងខ្មាំងស្រូវពេលដែលពួកគាត់ចូលប្រយុទ្ធគ្នានោះមានគ្រាប់កំភ្លើងច្រើនបានហោះសម្ដៅទៅលើពួកគាត់នឹងគ្នារបស់ពួកគាត់ប៉ុន្តែគាត់បានយកចែដែលគាត់បានហ្នឹងគាត់យកមកខំនឹងបៀមនឹងមាត់បាទរួចគាត់ក៏បានចូលទៅបាញ់ប្រយុទ្ធគ្នាបាទហៅថាប៉ុន្តែគ្នាគាត់ហ្នឹងមិនបានមានអីការពារនឹងគេអញ្ចឹងណាបាទគ្នារបស់គាត់ហ្នឹងក៏បានត្រូវគ្រាប់ស្លាប់អស់ទៅតែដោយសារអនុភាពចែកាច់ដែលគាត់បានបៀមហ្នឹងគឺគាត់មិនបានត្រូវគ្រាប់ទេមានន័យថាគាត់រួចផុតអាយុជីវិតអញ្ចឹងទៅហើយគាត់ក៏បានបាញ់សត្រូវងាប់អស់ជាច្រើនដែរតែជាអកុសលគ្នាគាត់ទាំងអស់ហ្នឹងក៏បានត្រូវស្លាប់ដោយសារខ្លះទៅក៏ត្រូវគ្រាប់ខ្លះទៅក៏ជន់មានស្លាប់ទៅបាទខ្លះទៀតទៅក៏បានទាហានសត្រូវបាញ់សម្លាប់ហ្នឹងទៅបាទហើយគាត់ក៏បានរួចជីវិតហើយនឹងមានទាហានខ្លះទៀតក៏គាត់រួចជីវិតដែរទាហានហ្នឹងគឺគាត់នៅម្ដុំមួយចំនួនហ្នឹងគឺនៅម្ដុំខេត្តព្រះវិហារហ្នឹងតែម្ដងបាទតាំងពីពេលនោះមកក៏បានត្រឡប់បាទក្រោយពីចុះសង្គ្រាមក៏បានត្រឡប់មកស្រុកកំណើតរបស់គាត់វិញនៅខេត្តកំពង់ចាមហើយគាត់ក៏មានភរិយានិងកូនចំនួន6នាក់ស្រី2ប្រុស4បាទប៉ុន្តែចែកកាច់គាត់ហ្នឹងក៏បានបាត់ដោយសារគាត់ធ្វើខុសក្នុងតំណមបាទគឺតំណមដែលគាត់បាននេះហ្នឹងគឺទី1គឺស្រីស្រានឹងលបាយនឹងតែម្ដងធ្វើឲ្យចែកកាច់របស់គាត់ហ្នឹងបានមិនថាបានលេងនៅជាមួយគាត់ចឹងណាបាទគាត់និយាយប្រាប់ខ្ញុំតែប៉ុណ្្នឹងហើយមានច្រើនទៀតរឿងណាប្រហែលជាមានច្រើនទៀតប៉ុន្តែខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងសិនបាទហើយយើងនឹងតនឹងវគ្គបន្តទៀតដោយសារគាត់ប្រាប់សង្ខេបរបស់ខ្ញុំអញ្ចឹងណាអូខេប៉ុន្តែគាត់បានស្លាប់ហើយកាលពីឆ្នាំ2000ណាបាទរឿងរ៉ាវទាំងអស់ហ្នឹងខ្ញុំបានចាំខ្លះអត់ខ្លះហ្នឹងទៅបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាទជម្រាបលាទាំងអស់គ្នា